ការពីវីដេអូមុនអ្នកនរគ្នាបានស្គាល់រួចមកហើយអ្វីទៅគឺជាឧស្ម័នធម្មជាតិហើយអ្វីទៅគឺជាឧស្ម័នធម្មជាតិពង្រាវឬក៏ LNG អញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងរៀបរាប់បន្តិចអំពីដំណើរការនៃការពង្រាវរបស់ឧស្ម័នធម្មជាតិនេះដើម្បីក្លាយទៅជា LNG ដោយដែលអ្នកនរគ្នាបានដឹងហើយឧស្ម័នធម្មជាតិគឺក៏កើតឡើងនៅក្រោមដីដូចនេះវានៅលាយឡំជាមួយនឹងសមាសធាតុផ្សេងៗទៀតជាច្រើនដូចជាទឹកកាបូនដៃអុកស៊ីតឬមួយក៏ពពួកអ៊ីដ្រូកាបូនផ្សេងទៀតដូច្នេះហើយឧស្ម័នធម្មជាតិដែលបូមចេញពីក្រោមដីមកភ្លាមៗគឺទាមទារឲ្យឆ្លងកាត់ដំណាក់កាលបន្សុទ្ធជាមុនសិនដែលនៅក្នុងដំណាក់កាលបន្សុទ្ធនេះគឺយើងនឹងធ្វើការដកចេញនៅសមាសធាតុផ្សេងៗដូចជាទឹកកាបូនដៃអុកស៊ីតពួកអ៊ីដ្រូសែនស៊ុលហ្វូឬមួយក៏ពពួកអ៊ីដ្រូកាបូនផ្សេងៗហើយនៅពេលដែលបន្សុទ្ធរួចឧស្ម័នធម្មជាតិនឹងត្រូវបានបញ្ជូនចូលទៅក្នុងដំណាក់កាលមួយទៀតដែលយើងហៅថាដំណាក់កាលពង្រាវហើយនៅក្នុងដំណាក់កាលពង្រាវនេះឧស្ម័នធម្មជាតិនឹងត្រូវបានគេយកទៅបញ្ចុះសីតុណ្ហភាពរហូតដល់ដក162អង្សាសេលស្យូសដោយប្រើប្រាស់ជាមួយនឹង refrigerant ផ្សេងៗដែលមានដូចជាអេតាន មេតាន ប្រូប៉ាន ប៊ុយតានជាមួយនឹងណៃត្រូហ្សែនជាដើមហើយនៅពេលដែលសីតុណ្ហភាពរបស់ឧស្ម័នធម្មជាតិនេះចុះត្រជាក់រហូតដល់ដក162អង្សាសេលស្យូសនោះឧស្ម័នធម្មជាតិដែលមានភាពរូបជាឧស្ម័ននឹងបំលែងខ្លួនទៅជាអង្គធាតុរាវដែលយើងហៅថា LNG ហើយ LNG នេះនឹងត្រូវបានបញ្ជូនបន្តចូលទៅក្នុងពងស្តុកដែលអាចរក្សាសីតុណ្ហភាពត្រជាក់បែបនេះបានហើយមូលហេតុដែលយើងចាំបាច់បំលែងពីឧស្ម័នធម្មជាតិទៅជា LNG នេះក៏ព្រោះតែដើម្បីបង្កភាពងាយស្រួលនៅក្នុងការស្តុកទុកនិងដឹកជញ្ជូនហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ផ្សេងៗអ្នកទាំងអស់គ្នាអាចធ្វើការតាក់ទងផ្ទាល់មកកាន់គេហទំព័រ Facebook របស់ក្រុមហ៊ុន CNTC ឬមួយក៏ធ្វើការតាក់ទងមកកាន់លេខទូរស័ព្ទ023 23 23 និង23អរគុណសម្រាប់ការតាមដានវីដេអូនេះជួបគ្នានៅវីដេអូក្រោយ